ទាំងពីរគ្រឿងនៅមុខខ្ញុំនេះគឺ Pad 8ហើយនិង Pad 8 Pro ហើយខ្ញុំនឹងប្រាប់ពីភាពខុសគ្នាហើយនិងភាពដូចគ្នារវាង Pad ទាំងពីរនេះអញ្ចឹងខ្ញុំសូមលើកយកជាមួយនឹងភាពខុសគ្នាមកនិយាយមុនសម្រាប់ Pad 8និង Pad 8 Pro គឺខុសគ្នាមួយទៅលើប្រភេទប្រទេស chip នៅលើ Pad 8គឺគេដាក់ឲ្យប្រើជាមួយនឹងប្រភេទ Snapdragon 8S Gen 4ក៏ប៉ុន្តែនៅលើ Pad 8 Pro វិញគឺគេប្រើជាមួយនឹង Snapdragon 8ដូចគ្នាក៏ប៉ុន្តែ8 Elite ឯណោះគឺចំនួនមួយដែលខ្ពស់ជាង 8S Gen 4ទៀតចំណុចទី2ដែលខុសគ្នាគឺ Xiaomi Pad 8ឲ្យមកជាមួយនឹងឆ្នាំងសាកត្រឹមតែ45 វ៉ាត់តែប៉ុណ្ណោះក៏ប៉ុន្តែ Xiaomi Pad 8 Pro វិញគឺឲ្យឆ្នាំងសាកមកដល់ទៅ67 វ៉ាត់អញ្ចឹងវ៉ាត់កាន់តែធំសាកកាន់តែលឿនចំណុចទី3សម្រាប់ Pad 8គឺឲ្យកាមេរ៉ាផ្នែកខាងមុខមកគឺត្រឹមតែ8 megapixel ជាមួយនឹងកាមេរ៉ាផ្នែកខាងក្រោយគឺ13 megapixel ក៏ប៉ុន្តែទៅលើ Pad 8 Pro វិញគឺឲ្យកាមេរ៉ាផ្នែកខាងមុខមកបានរហូតដល់ទៅ32 megapixel និងផ្នែកខាងក្រោយបានរហូតដល់ទៅ50 megapixel អញ្ចឹង3ចំណុចនេះគឺភាពខុសគ្នាចុះចំណុចអីដែលដូចគ្នាវិញចំណុចដែលដូចគ្នាទី1គឺរូបរាងទី2គឺទៅលើអេក្រង់11.2 អ៊ីងដូចគ្នាប្រភេទអេក្រង់គឺប្រភេទអេក្រង់ Crystal Rest ដូចគ្នាហើយមួយវិញទៀតគឺ refresh rate ទៅលើ refresh rate វិញគឺមានទំហំបិណ្ឌគ្នាគឺ 144Hz អញ្ចឹងនេះគឺជាចំណុចខុសគ្នាហើយនិងចំណុចដូចគ្នារវាង pad ទាំងពីរនេះអញ្ចឹងបងត្រូវការ pad មួយណាដែរអាចធ្វើការមកទិញនៅក្នុង page របស់ពួកយើងបាន